សួស្តីខ្ញុំគឺជាអ្នកវិជ្ជបណ្ឌិតនៅចានដានជាអ្នកពិគ្រោះយោបល់ផ្នែកសួតនៅ Green Street Apollo ថ្ងៃនេះខ្ញុំនឹងនិយាយអំពីជំងឺ COP COP គឺជាអ្វីវាជាជំងឺសួតរងខ្ទប់ជាប្រចាំវាមានបំណែកពីរដែលសំខាន់បំណែកទី1គឺជាជំងឺសួតរលាកជាប្រចាំហើយបំណែកទី2គឺជា emphysema ដូច្នេះដំបូងយើងនឹងមើលពីអត្រាប្រទាក់នៃជំងឺ COP អត្រាប្រទាក់នៃជំងឺ COP ត្រូវបានប៉ាន់ស្មានថាមានប្រហែល 7% នៅទូទាំងពិភពលោកដូច្នេះតើអ្នកជំងឺមានរោគសញ្ញាអ្វីខ្លះនៅពេលមានជំងឺ COP អ្នកជំងឺដែលមាន COP ជាទូទៅនឹងមានរោគសញ្ញាដូចជាក្អកជាប្រចាំនិងមានស្លេស្មតិចតួចពេលជំងឺនេះមានការរីកចម្រើនអ្នកជំងឺក៏នឹងមានរោគសញ្ញាដកដង្ហើមខ្លីផងដែរនៅក្នុងករណីធ្ងន់ធ្ងរអ្នកជំងឺអាចមានរោគសញ្ញាដូចជាជើងហើមហើយក៏អាចមានការបរាជ័យប្រព័ន្ធដង្ហើមផងដែរដូច្នេះតើមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យមានជំងឺ COP មូលហេតុសំខាន់បំផុតគឺការជក់បារីទាំងជក់ដោយខ្លួនឯងនិងជក់ដោយទទួលពីអ្នកដទៃលក្ខខណ្ឌផ្សេងទៀតដែលអាចបណ្ដាលឲ្យអ្នកជំងឺមានហានិភ័យក្នុងការរីកចម្រើនទៅជាជំងឺ COP រួមមានការប៉ះពាល់ពីការធ្វើការងារដែលមានការបំពុលទាំងក្នុងផ្ទះនិងក្រៅផ្ទះព្រមទាំងជំងឺប្រព័ន្ធដង្ហើមជាប្រចាំរយៈពេលយូរដូចជាប្រវត្តិជំងឺលាកសួតផងដែរដូច្នេះតើយើងធ្វើដូចម្តេចដើម្បីវិតម្លៃវិនិច្ឆ័យជំងឺ COP សម្រាប់អ្នកជំងឺ COP យើងជាធម្មតាវិនិច្ឆ័យដោយផ្អែកលើការធ្វើតេស្តមុខងារបំពង់សួតយើងហៅវាថា spirometry ហើយយើងក៏ត្រូវការធ្វើរូបថត X-ray ដែរក្នុងករណីជាក់លាក់ខ្លះយើងផ្ដល់អនុសាសន៍ឲ្យធ្វើ Hertz សួតប្រសិនបើយើងត្រូវការត្រួតពិនិត្យ screen ជំងឺមហារីកសួតដូច្នេះតើយើងព្យាបាលអ្នកជំងឺទាំងនេះដូចម្តេចជាធម្មតាការព្យាបាលចាប់ផ្ដើមពីការប្រើឧបករណ៍បាញ់ថ្នាំ inhalers ឧបករណ៍បាញ់ថ្នាំនេះបរិមាណថ្នាំនិងភាពញឹកញាប់នៃការប្រើប្រាស់អាស្រ័យលើភាពធ្ងន់ធ្ងររបស់ជំងឺ COP ក្នុងករណីជំងឺដំណាក់កាលខ្ពស់យើងត្រូវតែឲ្យអ្នកជំងឺប្រើម៉ាស៊ីនបាញ់ថ្នាំ nebulizers ផងដែរហើយយើងនឹងធ្វើការត្រួតពិនិត្យ screen រោគបញ្ហាសម្រុកផ្សេងដែលអាចកើតជាមួយដូចជាបញ្ហាបេះដូងខ្សោយនិងស្ថានភាពផ្សេងដែលពាក់ព័ន្ធនឹងជំងឺ COP ដូចជាជំងឺដង្ហើមផ្អាកពេលគេង sleep apnea ជំងឺឆ្អឹងប្រេះ osteoporosis ជំងឺសពេចស្រពើនិងយើងក៏ត្រូវតែពិនិត្យថាតើអ្នកជំងឺមានលក្ខណៈសមស្របសម្រាប់ screen រោគជំងឺមហារីកសួតដែរឬទេនៅក្នុងករណីជំងឺដំណាក់កាលខ្ពស់បំផុតយើងនឹងធ្វើការពិភាក្សាជាមួយអ្នកជំងឺអំពីតម្រូវការធ្វើការបដូរសួតផងដែរ